ទូរទស្សនិកជនព័ត៌មានបន្តទៀតតកតងទៅនឹងសកម្មភាពមនុស្សធម៌នៃការបរិច្ចាគឈាមនៅក្នុងនោះមជ្ឈមណ្ឌលជាតិផ្ដល់ឈាមក៏បានធ្វើយុទ្ធនាការរួមគ្នាផ្ដល់ឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្សនិងជួយសង្គ្រោះអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ក្នុងស្មារតីមនុស្សធម៌និងដើម្បីជួយជីវិតមនុស្សជួយសង្គមជាតិនិងលើកស្ទួយការងារមនុស្សធម៌របស់ប្រទេសជាតិនៅថ្ងៃទី30ខែឧសភាមន្ទីរពេទ្យសម្ភពសភាសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំបុគ្គលិកនិងសប្បុរសជនសាស្ត្រាចារ្យពេជ្រសុធីតំណាងក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យសម្ភពសភាមានប្រសាសន៍ថាយុទ្ធនាការបរិច្ចាគឈាមនៅថ្ងៃនេះប្រារព្ធឡើងក្រោមប្រធានបទរួមគ្នាផ្ដល់ឈាមដើម្បីជួយសង្គ្រោះជីវិតមានគោលបំណងសំខាន់ចំនួន2ទី1គាំទ្រវិស័យសុខាភិបាលដោយចូលរួមចំណែកយ៉ាងសកម្មក្នុងការបំពេញតម្រូវការនិងស្តុកផ្គត់ផ្គង់ឈាមដែលកំពុងមានតម្រូវការប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងមន្ទីរពេទ្យនានាទូទាំងប្រទេសកម្ពុជាជាពិសេសលើការងារវះកាត់សង្គ្រោះបន្ទាន់សំខាន់ធំដូចជាខាងផ្នែកសម្ភពនិងរោគស្ត្រីជាដើមទី2បណ្ដុះគំនិតនៃការចែករំលែកនៃភាពក្លាហានលើកកម្ពស់និងជំរុញវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនិងការគិតគូរអំពីសុខភាពសហគមន៍នៅក្នុងស្រទាប់ថ្នាក់ដឹកនាំគ្រូពេទ្យក៏ដូចជាបុគ្គលិកគ្រប់ផ្នែកនៃមន្ទីរពេទ្យសម្ភពសភាព្រមទាំងសប្បុរសជនផ្សេងបានចូលរួមបរិច្ចាគឈាមនៅថ្ងៃនេះអាដាមសាស្ត្រាចារ្យសង្ឃឹមថាឈាមដែលទទួលបាននៅថ្ងៃនេះក្នុងគោលដៅយ៉ាងតិច50ផ្លោកឬក៏អាចមានចំនួនលើសផែនការដោយសារមានអ្នកចូលរួមបរិច្ចាគឈាមមានចំនួនច្រើននៅក្នុងយុទ្ធនាការសប្បុរសធម៌នេះថ្ងៃនេះគឺជាថ្ងៃគម្រប់ខួប30ឆ្នាំរបស់មន្ទីរពេទ្យសម្ភពសភាផ្ទាល់ហើយក៏មានប្រារព្ធពិធីស្ម័គ្រចិត្តបរិច្ចាគឈាមនៅក្នុងមន្ទីរពេទ្យយើងទាំងមូលផងដែរជាចំណាប់អារម្មណ៍របស់ខ្ញុំបាទផ្ទាល់ក៏ដូចជាតំណាងឲ្យបុគ្គលិកមន្ទីរពេទ្យសម្ភពសភាទាំងអស់ខ្ញុំមានអារម្មណ៍សប្បាយរីកនៅក្នុងការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងគោលបំណងដើម្បីរួមចំណែកជាមួយមន្ទីរពេទ្យផ្ទាល់ក្នុងការចូលរួមបរិច្ចាគឈាមដើម្បីជួយសង្គ្រោះដល់មនុស្សជាតិយើងទាំងមូលមិនថានៅក្នុងមន្ទីរពេទ្យផ្ទាល់ក៏ដូចជាអ្នកជំងឺនៅតាមមន្ទីរពេទ្យនានាក្នុងប្រទេសកម្ពុជាយើងទាំងមូលផងដែរថ្ងៃនេះខ្ញុំសប្បាយចិត្តរីករាយណាស់ដែលបានបរិច្ចាគឈាមដើម្បីជួយសង្គមជួយបងប្អូនដែលគាត់ត្រូវការឈាមជាបន្ទាន់ចាហើយខ្ញុំក៏សូមបដិញ្ញាចិត្តថានឹងមានកម្មវិធីលើកក្រោយខ្ញុំនឹងបរិច្ចាគបន្ថែមទៀតចាដើម្បីជួយបងប្អូនដែលគាត់ត្រូវការឈាមជាបន្ទាន់ចាថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយចិត្តជាខ្លាំងដែលទីពេទ្យនិងមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានបង្កើតកម្មវិធីនេះឡើងពិតជាសប្បាយរីករាយមែនទែនដែលបានបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋសារៈសំខាន់ក្នុងការបរិច្ចាគឈាមនេះគឺបានជួយទាំងខ្លួនឯងនិងទៅដល់បងប្អូនទាំងអស់គ្នាហើយខ្ញុំពិតជាមានក្តីរំភើបចំពោះខ្លួនឯងមែនទែនហើយខ្ញុំក៏ស្នើសុំទៅឲ្យប្រជាពលរដ្ឋផ្សេងៗនៅតាមបណ្ដាប្រទេសនានាឬបណ្ដានៅទីក្រុងឲ្យចូលរួមនៅក្នុងការបរិច្ចាគឈាមពីព្រោះគាត់អាចដឹងពីប្រភេទនៃគ្រុបឈាមរបស់គាត់មួយវិញទៀតក៏គាត់អាចដឹងពីប្រភេទមេរោគផ្សេងៗដូចជាមេរោគថ្លើមមេរោគអេដឬក៏មេរោគស្វាយផ្សេងៗនៅក្នុងខ្លួនគាត់ប៉ះសិនបើពេលដែលគាត់បរិច្ចាគឈាមទៅគាត់មានមេរោគទាំងអស់ហ្នឹងខាងមន្ទីរពេទ្យគាត់នឹងស្នើទៅប្រាប់គាត់ថាគាត់មានផ្ទុកមេរោគទាំងអស់ហ្នឹងបើសិនបើអត់មានទេព្រោះគាត់សុខភាពល្អខាងមន្ទីរពេទ្យក៏អត់ខលទៅអ្នកទាំងអស់ហ្នឹងដែរអញ្ចឹងអាចដឹងពីការជំងឺផ្សេងៗនៅក្នុងខ្លួនយើងផងដែរហើយជាចុងក្រោយខ្ញុំសូមអរគុណមន្ទីរពេទ្យសម្ភពសភាដែលបានធ្វើការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងដើម្បីជំរុញឲ្យប្រជាជនផ្សេងៗព្រមទាំងបុគ្គលិកនៅក្នុងមន្ទីរពេទ្យយល់ដឹងឲ្យកាន់តែច្បាស់នៅក្នុងការបរិច្ចាគឈាមផងដែរទន្ទឹមនឹងនោះដែរលោកស្រីវិជ្ជបណ្ឌិតឯកទេសហេងសុកចម្រើនអនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានថ្លែងអំណរគុណដល់មន្ទីរពេទ្យសម្ភពសភាចំពោះការគាំទ្រទាំងឡាយដើម្បីបុព្វហេតុមនុស្សធម៌និងអំពាវនាវឲ្យមានការគាំទ្របន្តទៀតតាមគ្រប់រូបភាពក្នុងយុទ្ធនាការផ្សេងៗនាពេលខាងមុខថ្ងៃនេះនាងខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយហើយនឹងរំភើបយ៉ាងក្រៃលែងដែលបានសហការជាមួយនឹងមន្ទីរពេទ្យសម្ភពសភាដើម្បីធ្វើកម្មវិធីបរិច្ចាគឈាមជូនទៅដល់អ្នកជំងឺដែលគាត់កំពុងតែត្រូវការសង្គ្រោះចាសម្រាប់យើងទាំងអស់គ្នាដែលបរិច្ចាគឈាមគឺយើងទាំងអស់គ្នាគឺមានគោលបំណងតែមួយគត់នៅក្នុងការសង្គ្រោះហើយការសង្គ្រោះរបស់យើងគឺមិនត្រឹមតែសង្គ្រោះ
ទៅលើអ្នកជំងឺទេអ្នកដែលបរិច្ចាគឈាមគឺអាចមានអត្ថប្រយោជន៍ទៅលើខ្លួនរបស់គាត់ថែមទៀតផងនៅក្នុងនោះដែរគឺពេលដែលបងប្អូនសប្បុរសជនគាត់ផ្ដល់ឈាមម្ដងនឹងទទួលបានការពិនិត្យសុខភាពពីក្រុមគ្រូពេទ្យជំនាញរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមដល់ពេលនេះគឺយើងធ្វើកម្មវិធីនៃការបរិច្ចាគឈាមនៅរង្វង់ជុំវិញនៅតាមស្ថាប័នផ្សេងមិនថារដ្ឋមិនថាឯកជនគឺយើងធ្វើកម្មវិធីបានចំនួន85លើកហើយចាប់ពីដើមឆ្នាំ2026រហូតមកដល់ខែឧសភានៃចុងខែនេះគឺយើងបាន85លើកចាសម្រាប់នាងខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងនៅក្នុងការបរិច្ចាគឈាមហើយធ្លាប់បានបរិច្ចាគឈាមហើយសូមចូលរួមបន្តសកម្មភាពការបរិច្ចាគឈាមឲ្យបានបន្តទៀតហើយនឹងបានខ្ជាប់ខ្ជួនពីព្រោះអីប្រទេសកម្ពុជារបស់យើងគឺកំពុងតែត្រូវការការចូលរួមពីយើងទាំងអស់គ្នាម្នាក់បន្តិចដើម្បីឲ្យវិស័យនៃការបរិច្ចាគឈាមយើងកើនឡើងដោយប្រទេសជិតខាងរបស់យើងដែរជាចុងក្រោយលោកស្រីវិជ្ជមនិតឯកទេសហេងសុកចម្រើនក៏បានបញ្ជាក់ថាស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ2025កន្លងមកយើងត្រូវការឈាមមួយផ្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់3នាទីម្ដងតម្រូវការឈាមប្រចាំថ្ងៃជាមធ្យម350ផ្លោកនៅរាជធានីភ្នំពេញតម្រូវការទូទាំងប្រទេសមានចំនួនសរុប 212,428 ផ្លោកហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានគ្របដណ្ដប់ជាង 75% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។